សប្តាហ៍ទី5ថ្ងៃប្រហ័សរម៉ាំង3ទំនប់ដង្កើងចំពុក42ខ7ចែងថាទីចម្រៅហៅរោគទីចម្រៅផងគ្នាក៏អ្នកដតីអាចឆ្លើយតបពីទីចម្រៅនៅក្នុងពួកគេតែនឹងអ្វីដែលចេញពីទីចម្រៅនៅក្នុងយើងប៉ុណ្ណោះអ្វីដែលមិនមែនចេញពីទីចម្រៅនឹងមិនអាចឈានដល់ទីចម្រៅក្នុងចិត្តអ្នកដតីបានឡើយខបើជីវិតរបស់យើងគ្មានទីចម្រៅទេនោះការងារដែលរាក់សើរបស់យើងនឹងជះឥទ្ធិពលដល់ជីវិតអ្នកដតីតែរាក់សើប៉ុណ្ណោះមានតែទីចម្រៅហៅរកទីចម្រៅផងគ្នាប៉ុណ្ណោះការដំណើរជីវិតនៃនគរគឺជាការដំណើរជីវិតនៅក្នុងទីចម្រៅជាជីវិតដែលអាចចាក់ឫសទៅក្រោមហើយនឹងបង្កើតផលទៅលើអេសាយចំពុក37ខ31ប្រធានបទកិច្ចការចំពុក6ខ7ចំពុក12ខ24ចំពុក19ខ20គោនៅផ្នែកម្យ៉ាងយើងត្រូវការអនុញ្ញាតឲ្យព្រះគ្រីស្ទជាក្របពូជនៃជីវិតចាក់ឫសយ៉ាងជ្រៅនៅក្នុងដីនៃចិត្តរបស់យើងដែលជាដីល្អម៉ាថាយចំពុក13ខ23នៅផ្នែកម្យ៉ាងទៀតយើងដែលជារុក្ខជាតិដ៏មានជីវិតរស់នៅក្នុងព្រះគ្រីស្ទត្រូវតែចាក់ឫសយ៉ាងជ្រៅនៅក្នុងដីនៃព្រះគ្រីស្ទដែលរួមបញ្ចូលគ្រប់ទាំងអស់ជាសភាពពិតនៃទឹកដីល្អកូរិនថូសខ្សែទី1ចំពុក3ខ6ខ9កូឡូសចំពុក2ខ6ខ7ដីល្អនិមិត្តរូបពីចិត្តល្អដែលមិនបានរឹងរូសដោយការធ្វើដំណើរទៅមកលើរបស់ខាងលោកីនោះគឺថាចិត្តដែលគ្មានអំពើបាបលាក់កំបាំងហើយគ្មានសេចក្តីខ្វល់ខ្វាយនៃយុគសម័យនេះនិងសេចក្តីបញ្ឆោតរបស់ទ្រព្យសម្បត្តិយើងត្រូវអនុញ្ញាតឲ្យព្រះអង្គម្ចាស់ចាត់ការរឿងទាំងនេះនៅក្នុងចិត្តយើងរាល់ថ្ងៃដើម្បីឲ្យយើងអាចចម្រើនធំដោយសេចក្តីចម្រើនធំរបស់ព្រះខ19ដោយសារតែយើងត្រូវបានដាំនៅក្នុងព្រះគ្រីស្ទជាសភាពពិតនៃទឹកដីល្អទើបយើងត្រូវចំណាយពេលដើម្បីស្រូបយកទ្រង់ជាពិសេសនៅក្នុងពេលវេលារបស់យើងជាមួយទ្រង់នៅពេលព្រឹកសប្តាហ៍ទី5ថ្ងៃប្រហ័សការបម្រុងចិញ្ចឹមនៅពេលព្រឹកទំនុកដំកើងចំពុក42ខ7ទីចម្រៅហៅរកទីចម្រៅផងគ្នាដោយសូរឈូឆរនៃមូលរលកអស់ទាំងរលកនិងរំកាញ់ទឹកនៃទ្រង់បានហូរមកគ្របទូបង្គំហើយអេសាយចំពុក37ខ31ឯសំណល់នៃពួកកូនចៅយូដាដែលរួចជីវិតគេនឹងចាក់ឫសទៅក្រោមហើយនឹងបង្កើតផលទៅលើទំនុកដំកើងចំពុក42ខ7ចែងថាទីចម្រៅហៅរកទីចម្រៅផងគ្នាមានតែការហៅរកពីទីចម្រៅប៉ុណ្ណោះដែលអាចឆ្លើយតបបានពីទីចម្រៅអ្វីដែលរាក់មិនអាចប៉ះពាល់នឹងអ្វីដែលជ្រៅនោះទេហើយអ្វីដែលនៅខាងក្រៅក៏មិនអាចប៉ះពាល់នឹងអ្វីដែលនៅខាងក្នុងដែរអ្វីដែលមិនមកពីទីចម្រៅមិនអាចប៉ះពាល់ទីចម្រៅបានឡើយអ្នកដតីអាចឆ្លើយតបពីទីចម្រៅនៅក្នុងពួកគេតែនឹងអ្វីដែលចេញពីទីចម្រៅនៅក្នុងយើងប៉ុណ្ណោះបើគ្មានអ្វីចេញពីទីចម្រៅទេជំនួយដល់ដែលយើងទទួលបានគឺរាក់សើប៉ុណ្ណោះអ្វីដែលមិនមកពីទីចម្រៅមិនអាចទៅដល់ទីចម្រៅរបស់អ្នកដតីបានទេ
បើយើងមិនដែលទទួលបានជំនួយឬអត្ថប្រយោជន៍នៅក្នុងទីជម្រៅរបស់យើងទេនោះយើងមិនអាចមានអ្វីចេញពីទីជម្រៅឡើយដូច្នេះបើយើងចង់ជួយអ្នកដទៃក្នុងរឿងខាងវិញ្ញាណយើងត្រូវតែមានអ្វីមួយចេញពីទីជម្រៅបើយើងមិនជីកចូលទៅក្នុងទីជម្រៅទេយើងអាចមិនដែលទទួលបាននរណាម្នាក់ឡើយបើការបញ្ចេញមតិរបស់យើងមិនមកពីទីជម្រៅខាងក្នុងទេមិនថាយើងអាចចាប់យកអារម្មណ៍របស់អ្នកដទៃចាប់យកគំនិតរបស់អ្នកដទៃធ្វើឲ្យនរណាម្នាក់យំឬឲ្យនរណាម្នាក់សប្បាយចិត្តឬសូម្បីតែធ្វើឲ្យនរណាម្នាក់រំភើបចិត្តមួយរយៈពេលខ្លីក៏ដោយក៏យើងមិនអាចប៉ះពាល់ទីជម្រៅរបស់អ្នកដទៃបានដែរមានតែទីជម្រៅហៅរកទីជម្រៅផងគ្នាប៉ុណ្ណោះការសម្ដែងចេញរាក់ៗមិនអាចប៉ះនឹងទីជម្រៅរបស់អ្នកដទៃបានទេអំណានថ្ងៃនេះការប្រកាសនិងការស្ដាប់ឮដំណឹងល្អមានគោលការណ៍មួយហើយគោលការណ៍នេះត្រូវបានរកឃើញនៅក្នុងរឿងប្រៀបប្រដូចអំពីការសាបព្រោះដែលព្រះអង្គម្ចាស់បានមានបន្ទូលនៅពេលអ្នកសាបព្រោះក្របពូជខ្លះធ្លាក់លើផ្លូវខ្លះធ្លាក់លើថ្មដែលមានដីតិចខ្លះធ្លាក់ក្នុងបន្លាហើយខ្លះធ្លាក់លើដីល្អនេះបង្ហាញយើងថានៅពេលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះការទទួលយករបស់មនុស្សមានទម្លាប់4ប្រភេទព្រះអង្គម្ចាស់យេស៊ូវបានប្រាប់យើងថាក្នុងឋានភាពផ្សេងគ្នាទាំងនេះមានឋានភាពមួយដែលហៅថាថ្មដែលមានដីតិចដែលផ្នែកខាងលើជាដីផ្នែកខាងក្រោមជាថ្មនៅពេលក្របពូជធ្លាក់លើដីបែបនេះវាអាចដុះឡើងយ៉ាងរហ័សប៉ុន្តែពេលថ្ងៃរះឡើងនោះក៏ក្រៀមខ្លោចទៅពីព្រោះគ្មានឫសតើឫសគឺជាអ្វីឬគឺជាផ្នែកដែលដុះនៅខាងក្រោមតើស្លឹកគឺជាអ្វីស្លឹកគឺផ្នែកដែលដុះនៅខាងលើឬម្យ៉ាងទៀតឫសគឺជាជីវិតដែលលាក់ទុករីឯស្លឹកគឺជាជីវិតដែលបង្ហាញចេញចូលរបស់ព្រះគ្រីស្ទានបញ្ហារបស់គ្រីស្ទានជាច្រើនគឺថាទោះបីជាពួកគេមានជីវិតដែលបង្ហាញចេញយ៉ាងច្រើនក៏ដោយក៏ពួកគេមានជីវិតដែលលាក់កំបាំងតិចណាស់ដែរឬម្យ៉ាងទៀតពួកគេខ្វះការដំណើរជីវិតដែលលាក់កំបាំងនោះឯងបើមនុស្សគ្រប់គ្នាដឹងពីបទពិសោធន៍ខាងវិញ្ញាណរបស់បងប្អូនទាំងអស់នោះបងប្អូនគ្មានឫសទេបើបទពិសោធន៍ទាំងអស់របស់បងប្អូនត្រូវបានបង្ហាញចេញយ៉ាងចំហនោះអ្វីដែលបងប្អូនមានគឺជាអ្វីដែលដុះទៅលើមិនមែនជាឫសដែលចាក់ទៅក្រោមនោះទេបើដូច្នេះបងប្អូនគឺជាមនុស្សដែលមានតែស្លឹកប៉ុន្តែគ្មានឫសបងប្អូនគឺជាមនុស្សដែលមានដីមិនជ្រៅនៅក្នុងជីវិតខាងវិញ្ញាណផ្នែកម្យ៉ាងយើងត្រូវតែដឹងថាអ្វីទៅដែលហៅថារូបកាយរបស់ព្រះគ្រីស្ទនោះគឺយើងត្រូវតែមានជីវិតរបស់រូបកាយផ្នែកម្យ៉ាងទៀតយើងត្រូវតែដឹងថាជីវិតដែលខ្ញុំបានទទួលពីព្រះអង្គម្ចាស់ក្នុងនាមជាអវយវៈនោះគឺជារបស់ផ្ទាល់ខ្លួនផ្នែកនេះគឺជាផ្នែកដែលខ្ញុំបានទទួលចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ដោយឯកជនហើយផ្នែកនេះគឺជាផ្នែកដែលខ្ញុំគួររក្សាទុកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់បើមិនរក្សាផ្នែកនេះទេខ្ញុំនឹងបាត់បង់លក្ខណៈពិសេសនៃការក្លាយជាអវយវៈនិងខ្ញុំបាត់បង់មុខងារប្រើការពិសេសចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់នៅពេលលក្ខណៈពិសេសនោះដែលព្រះប្រទានឲ្យបងប្អូនត្រូវបានលាតត្រដាងចេញផ្នែកនោះនឹងក្រៀមខ្លោចទៅទានដែលមានតែការបង្ហាញដែលបើកសម្ដែងទៅកាន់អ្នកដទៃហើយមិនលាក់ទុកនៅក្នុងទីជម្រៅមនុស្សបែបនេះគឺជាមនុស្សដែលគ្មានឫសតែមិនអាចទ្រាំនឹង
ការសាកល្បងនិងការល្បួងបានទេសូមឲ្យព្រះធ្វើការនៅក្នុងយើងដើម្បីឲ្យយើងអាចចាក់ឫសទៅក្រោមបានតើពោលបានបង្ហាញការបើកសម្ដែងទាំងអស់របស់គាត់ហើយប្រាប់អ្នកដតីទាំងអស់ឬមិនមែនទេគាត់បាននិយាយថាខ្ញុំស្គាល់មនុស្សម្នាក់មនុស្សនេះគឺជាខ្លួនគាត់ផ្ទាល់នៅក្នុងព្រះគ្រីស្ទដែលបានលើកឡើងទៅឋានសួគ៌នៅជាន់ទី3នោះប្រហែលជា14ឆ្នាំមកហើយទោះបើក្នុងរូបកាយឬក្រៅពីរូបកាយនោះខ្ញុំមិនដឹងទេមានតែព្រះដែលទ្រង់ជ្រាបកូរិនថូសខ្សែទី2ចំពុក12ខ2គាត់ទៅតែនិយាយអំពីបទពិសោធន៍នេះក្នុងរយៈពេល14ឆ្នាំក្រោយមកអស់រយៈពេល14ឆ្នាំហើយដែលក្រុមជំនុំរបស់ព្រះមិនដឹងពីបទពិសោធន៍នេះរបស់ពោលអស់រយៈពេល14ឆ្នាំហើយដែលពួកសាវកទាំងអស់មិនដឹងពីបទពិសោធន៍នេះរបស់ពោលគឺជាមនុស្សដែលមានឫសចាក់ទៅក្រោមបើបងប្អូនចង់បានការងាររបស់ពោលបងប្អូនត្រូវតែមានឫសរបស់ពោលបើបងប្អូនចង់បានការដំណើរជីវិតខាងក្រៅរបស់ពោលបងប្អូនត្រូវមានជីវិតខាងក្នុងរបស់ពោលបើបងប្អូនចង់បានព្រះចេស្តាខាងក្រៅរបស់ពោលបងប្អូនត្រូវតែមានបទពិសោធន៍លាក់កំបាំងរបស់ពោល